ដូច្នេះដែលគេស្ដាយគឺវាតលតែយើងស្រឡាញ់បានស្ដាយហើយបើសិនជាយើងអត់ស្រឡាញ់ផងបាត់ទៅធម្មតាចឹងសេចក្តីធម្មតានឹងនៅក្នុងពធព្រះអង្គសម្ដែងមាន5ប្រភេទញាតិញោមវាជារឿងធម្មតាក្នុងពិភពលោកហ្នឹងឯងព្រះអង្គសម្ដែងគ្រាន់តែទ្រង់ត្រាស់ដូរពាក្យណាព្រះពុទ្ធឃោសាចារ្យលោកយកទៅចារទុកក្នុងគម្ពីរអដ្ឋកថាសមង្គលវិលាសិនីដែលជាអដ្ឋកថាបញ្យលក្នុងបៃដកលេខ16ដែលពុទ្ធឃោសាចារ្យលោកបញ្យលថាប្រើពាក្យថានិយមបានន័យថាភាពធម្មតាអ្វីដែលប្រព្រឹត្តទៅធម្មតាមាន5យ៉ាងទី1លោកសម្ដែងថាជាកម្មនិយមអ្វីដែលវាប្រព្រឹត្តទៅតាមច្បាប់កម្មផលអានឹងហៅថាកម្មនិយមទី2ហៅថាឧតុនិយមអ្វីទាំងឡាយណាដែលវាប្រព្រឹត្តទៅតាមរដូវកាលទី3ហៅថាពិជ្ជនិយមអ្វីទាំងឡាយណាដែលវាមានការវិវត្តទៅតាមលក្ខណៈពូជនឹងហៅថាពិជ្ជនិយមទី4ចិត្តនិយមអ្វីដែលវាប្រព្រឹត្តទៅតាមវារខណៈរបស់ចិត្តទី5ធម្មនិយមអ្វីទាំងឡាយណាដែលវាប្រព្រឹត្តទៅតាមច្បាប់ធម្មជាតិពិសេសណាដែលនឹងជាធម្មនិយមអញ្ចឹងទី1កម្មនិយមនឹងគឺអីកម្មនិយមបានដល់ច្បាប់កម្មផលអញ្ចឹងកម្មផលព្រះអង្គសម្ដែងហើយកម្មណាវត្តតិលោកោសត្វលោករមែងប្រព្រឹត្តទៅតាមកម្មសាងកម្មអាក្រក់មានផលអាក្រក់សាងកម្មល្អមានផលល្អអញ្ចឹងពេលដែលកម្មនឹងវាជាកុសលវាជាអកុសលគឺវាប្រព្រឹត្តទៅតាមច្បាប់កម្មផលដែលខ្លួនឯងធ្លាប់សាងធ្លាប់ប្រព្រឹត្តធ្លាប់ធ្វើពីមុនមកនឹងហៅថាកម្មនិយមនេះនៅក្នុងព្រះអដ្ឋកថាលោកបញ្យល់ថាតួយ៉ាងឧទាហរណ៍ដូចជាស្ត្រីដែលមានវិបត្តិខូចចិត្តម្នាក់កាន់ខ្សែទៅចងកចិត្តនឹងវាចង់ស្លាប់បានតែចងកមានបរិសម្នាក់កំពុងសំលៀងកំបិតឲ្យឃើញមានបំណងចង់ទៅជួយថានឹងកាន់កំបិតនឹងដើម្បីទៅកាត់ខ្សែនឹងកុំឲ្យបានចងកគ្នាដាក់កទៅដូចថាឃើញអញ្ចឹងត្រូវកាត់ទម្លាក់វិញណាតែនៅពេលដែលបរោះនោះរត់ទៅដល់មើលឃើញខ្សែដែលកំពុងចងនោះទៅជាសត្វអសេរពើគឺឃើញទៅជាពស់ទៅវិញដល់គ្នានោះមានហ៊ានលូកដៃកាត់ខ្សែនោះឃើញពស់អញ្ចឹងខ្លាចពស់ចឹកអានោះរត់ចោលបាត់ដល់អាអ្នកនោះរត់ចោលនាងអ្នកចងកនោះងាប់បដ ாய் ព្រោះអីអត់មានអ្នកជួយហេតុអីបានបរោះនឹងព្យាយាមទៅជួយទៅហើយនៅតែជួយមិនបានពីព្រោះមកពីនាងនឹងកម្មនឹងវាត្រូវតាក់តែងត្រូវស្លាប់តែអញ្ចឹងវាអត់មានអ្នកណាទៅជួយបានពេលហ្នឹងគឺនៅតែស្លាប់ដដែលហ្នឹងហៅថាកម្មនិយមបើទុកជាបរោះនឹងឃើញក៏ជួយមិនបានបើទុកនឹងជាបរោះនឹងរត់ទៅប្រាប់អ្នកដតីក៏អ្នកដតីមកជួយក៏នៅតែមិនបានបើនាងនឹងត្រូវស្លាប់បើគង់តែមិនស្លាប់នៅក្រោមភ្នែកបរោះនឹងក៏គង់តែស្លាប់ដែលហេតុអីផ្សេងមួយទៀតដែរនិយាយរួមគឺកិច្ចពីស្លាប់អត់បាននឹងហៅថាកម្មនិយមចឹងហើយបាននៅសម័យពុទ្ធកាលនៅពេលព្រះសង្ឃលោកមុនពីទិសផ្សេងតែមានកាលដូចតែមួយឆ្នាំម្ដងអញ្ចឹងលោកតែងតែមុនទៅថ្វាយអង្គមព្រះសាស្តាណាថ្វាយអង្គមព្រះអង្គម្ដងអញ្ចឹងដល់ពេលលោកធ្វើដំណើរមកញាតិញោមព្រះសង្ឃមកក្រុមនោះធ្វើដំណើរកាត់តាមភូមិអ្នកស្រុកទៅភូមិជនបទវាមិនដឹងវាហេតុចង្រៃអីគ្នាផ្ទះខ្ទមស្លឹកកំពុងធ្វើមហូបធ្វើអីតាមចក្រានបាយវាឈួលវាឆាបទៅវាឆេះខែវាស្ងួតដល់វាឆេះអាខ្ទមឆេះផ្ទះហ្នឹងឆេះទៅដល់ខ្យល់ភ្លើងហ្នឹងខ្លាំងនាងហ្នឹងវារត់ចោលខ្ទមហ្នឹងមកអារង្វិលឆ្នាំងដែលវានៅខ្ទមហ្នឹងធំខ្យល់ភ្លើងខ្លាំងវាឆេះធម្មអារង្វិលឆ្នាំងពីដើមមិនធ្វើពីច្បើងពីអីចងជាដុំជាកងយាយគាត់ស្គាល់ហ្នឹងបើក្មេងៗឡូវខ្លាចស្គាល់ទេព្រោះក្មេងៗអត់ស្គាល់អង្វិលឆ្នាំងបើចាស់ស្គាល់ហើយដល់ក្មេងៗឥឡូវវាថាអត់ដែលដឹងវិលឆ្នាំងមិនអញ្ចឹងខ្ញុំដាំតែឆ្នាំងខ្សែភ្លើងស្គាល់តែឆ្នាំងអគ្គិសនីប៉ុន្តែចាស់ស្គាល់ច្បាស់ណាស់វិលឆ្នាំងពីដើមយើងធ្វើតែពីរបស់អញ្ចឹងហើយដល់ឆេះញាតិញោមនឹងមែនវាឆេះទៅធំខ្យល់វាហើប៉ើងទៅលើនិយាយពីក្អែកហើខ្វែកខ្វក់តាមអាកាសនោះវាហើមកជួលកចំអាវងកងហ្នឹង
miền ấy che cái những lẹ ngọt mùi từ tiền hay lúc khơi lúc cho đi đi cho ai thao lừa cả soi từ tiệm co ấy cả viên là vâng và phân nà nấy ấy từ châu co đồng còn cho năng nâng được vĩnh viêm xòm sọ chân lúc ban trăm từ khơi lúc cả thơ đầm nào tàu từ chầm chuột re chầm sùa nó đo bị khâu mà crom nút lúc môn màu sọc trái lúc màu chuột re lúc màu tam tầng bị ngay mà tam sầm một cái thơ tầm nào sầm bầu thống xong đời xa sầm bầu cái màu thơ sầm bầu nó vừa miên rương vừa keng đâu cả đa sầm một nhung về tàu mục ruồi cho cao ruồi kịp son chọc son láng trong cào cái này mới trong lươn niêng chia stray chia bột phút mà chặt sầm bầu nặng trong lươn niêng nâng chừng rái cái chắp niêng nâng tròn co cái nia nâng đồng mó tầm lẹ sầm một tàu nia slap tàu hay slap hỏi cào mới sầm bầu nâng cái tha về tàu ruồi chẳng bài niêng nâng chừng này mẹ đó sầm pơ nó về tàu rúi lột hơi những lột sòng vé chứ lột ảnh nát á cái lột ngon cho mày có mình đưa người mà sầm pơ quay cho họ có thôn đây tại ấy nhỏ độ tận niên nâng mình nè về sừng đại từ tật bán này cả niên nâng chi hay ọt đại chứ này có ấy nhưng có chừng này khó kìm đấy nâng chân lột ọt hiền chuối ọt đăng thơm bánh ban trâm té ọt món và hai là ọt lôi băng thay sầm pơ cái hót hiền mót thì đánh cho lắm ọt mót tam tầm nào đang tới chăm từ xua pre đài vậy bị khâu mà crom nè nông pre nhật nhôm crom nè nì dùng thưa tờ đông pre tại chùa pre đài thưa tầm nào bị pre mất chết đo sọc ta hới là nghề đó là khơi chùa vọt muối miền bị khâu sang nắng xong cây snap mà dục nâng sân bị khâu mà crom nâng miền kia bầm bờ ỏng đó mà đo vọt nâng dục hái châu từ xong kế sạ mà dục sấn ai chăm bà to tầm nào bị khâu nông vọt nâng tham miên tại rung phnom các bài vọt nâng ấy tình đế vô cao nó miệt tôm sắp tôi miên lô cung ấy chẳng cả lại tình đế miệt cả lại thơ sầm mà thị nâng dục ọt miên nè tao tê chẳng muốn được sầm ra nông rung nâng miên ấy châu nông rung nâng dục nâng cho liền tao vừa tầm miên đông mò bị phnom mất tầm miên lẽ tao bắt mọt rung phnom nâng rập chật chừng miên ấy mò từng tàu nhiệt nhiều mà na tao tia như đuổi nấu không nâng đó ọt bài cả hai tấc ọt chừng han rồi ngay chân sân đó tùm rom chênh bị nâng ruột bầm pơ ngay nhiệt nhộn bầm pơ ngay nó không biết này na tôi chui đấy không biết này giờ excavator từ tiên như thế ọt đấy bây giờ cho việc liêng bạn đây bạn ấy tốt mò nó vừa bầm mía là hai chênh các ban lâu tay những non như lùn chênh mau ấy lùn chênh mà nó đạch bài pơ ngay em miền cầm lăng ấy là hết là hơi đấy bị ngò vậy này đo cào mà nó ban say chừng han phê sẽ ấy là ăn sôi luôn nó có thể chùa pre tôi thành cùng tôi có tu pre rường nâng ban thì bị khâu từng mà còng tìm môi nó tu bọn nó sát cái những ca mê và phân nan đây hay ấy thì chụp co ấy đừng về nắng bọn với đôi dùng xăm tầm nón ban pre sắm mà xăm phút bọn luôn sầm đây nhà mình đi bị khâu từng lại cái nâng chiết một máu chia cả sỉ cỏ lóp chùa sái chùa cổ nè riệp cổ nằng đầu riệp cô vì trong cô kia nhưng mà đây là cô rồi cũng riệp bán ở ta đã để chà ta còn có lại cô kia nhưng có ba riệp cô kia nhưng mà ta xây trôi chết xuống rút chul phong thẹo phong tiệt nó khối chứ ấy cô kia như prao ọt bán này ta tấm để ta đã nấm để thấy đó bờ ra nó khăng cô nó đã để khăng men đến vô cho báo cố chọn quạt chùm bình cò cố đọt hết ra anh để cho anh để cho ấy cố cái này rư ọt ruồi là vì là bộ đó nó phơi che láng cố nó mới ngọt tàu bờ ra nâng slap tốt lẹ nở ruộng che trâu cái đọt nông nở ruộng nâng rọp tại chiết màu hay nhiệt nhung hay màu chiết cái nhá đây là hao tốt bộ cò trâu nông về là chức năng ọt miền hướng ấy so hay cả phần này ông bà tha thập phần phù ấy tàu chứ mà tàu còn ấy chuyện khác là chia cái niềm ruồi kinh phật nu viên là vấn ngày cái ọt phật đại để chọn nông về là nắng như nhung và ông sầm đai tha tam bất cao tới chỉ cái những con là bộ co chay nông lớn đằng và màn chiết mà hơi thì nâng đời xa tại ba bị đường đột cô nâng rùm co cô đột nâng bị khâu tì pi để khơi niêng sợi trai nó trâu cái tầm lẹ sầm mọt đâu đời xa niêng nâng bị chiết môn máu chia bộ phun cả đồng pi bộ phun bao hờ cả hai bạn đây mình nè
ធ្វើការងារអីផ្ទាល់ខ្លួនឯងអីសពគ្រប់ហោហែប្តីចេញតណាតណៃបាត់នឹងគ្នានឹងធ្វើការនឹងអត់ចេះខ្ជិលអីទេឧស្សាហ៍ណាចក្រានចាន់ឆ្នាំងល្វីល្វីណាប៉ុន្តែនាងនឹងនៅផ្ទះនឹងបានឆ្កែមួយនឹងនៅជាមួយឆ្កែឈ្មោលមួយនឹងនៅជាមួយនឹងនាងនឹងទៅឯណាឆ្កែនឹងវារត់តាមបានគ្នាផងបានជួយការពារផងទៅព្រៃទៅស្រែទៅភូមិអីទៅឆ្កែនឹងទៅជាមួយគាត់វាជួយបង្អើលតែម្លោះហើយអត់ចាប់អារម្មណ៍ខ្មាស់គេទេប៉ុន្តែយូរពេលថ្ងៃមួយយកបាយទៅឲ្យប្តីនៅស្រែដើរកាត់ទៅមានប្រុសប្រុសមួយក្រុមវាជុំគ្នាផឹកណោតជូរក៏មិនដឹងវាឃើញវាចំអន់ណាវាឃើញដើរទៅបដើឆ្កែវាចំអន់ទៅអើយព្រានព្រៃបដើឆ្កែទៅថ្ងៃហ្នឹងយើងបានសាច់យើងខ្លែមហើយចេះថាអញ្ចឹងនាយអាយឃើញយ៉ាងហ្នឹងថាឲ្យគ្នាវាខ្មាស់គេណាញាតិញោមឯងស្រីឲ្យគេហៅព្រានព្រៃខ្មាស់គេណាដល់ខ្មាស់គេយកតបងគប់ឆ្កែខ្លួនឯងហ្នឹងដេញឆ្កែកុំឲ្យតាមកុំឲ្យគេថាណាដេញឆ្កែហ្នឹងវាដេញទៅរត់តាមតបងមកផ្លែតហ្នឹងហើយវាមកវិញលិតដៃលិតជើងចាស់មកវិញដេញម្ដងជាពីរបីដងមកវិញហេតុអីបានឆ្កែហ្នឹងចេះតែមកវិញពីព្រោះឆ្កែហ្នឹងពីជាតិមុនមកធ្លាប់ជាប្តីនាងហ្នឹង3ជាតិមកហើយដល់វាស្រឡាញ់នាងហ្នឹងពេកងាប់ទៅមកកើតជាឆ្កែចាប់កំណើតនៅផ្ទះហ្នឹងវាព្រោះតែស្រឡាញ់ប្រពន្ធពេកបានមកចេះតាមដល់ប្រពន្ធហ្នឹងហើយនាងហ្នឹងអត់ដឹងទេអត់ដឹងឆ្កែហ្នឹងស្រឡាញ់ខ្លួនទេដល់អញ្ចឹងខ្មាស់គេពេកដេញទៅនៅតែមកវិញដេញទៅមកវិញលើកក្រោយនាងនឹងជូនបាយប្តីឲ្យអីហើយមកវិញយកអាក្អមដងទឹកហ្នឹងដាក់ដីខ្សាច់ឲ្យពេញដាក់ទឹកសាមធ្ងន់ឲ្យឆ្កែមកចងកឆ្កែហែងក្អមហ្នឹងលើកឆ្កែហ្នឹងទម្លាក់ទឹកហើយបើទម្លាក់ឆ្កែទៅទេអត់ចងក្អមដីអត់ធ្ងន់វាហែលរួចដល់ពេលចងដីធ្ងន់អញ្ចឹងឲ្យសើមត្រូវទឹកញាតិញោមដល់អញ្ចឹងឆ្កែហ្នឹងវាជំិចទឹកគ្នាឆ្លក់ទឹកងាប់ទៅនាងហ្នឹងស្លាប់ទៅត្រូវគេជ្រមុជទឹកក្នុងនរកហ្នឹងមិនដឹងក៏ប្រមាណជាតិទេដល់មកកើតជាមនុស្សត្រូវតែគេសម្លាប់ដោយទម្លាក់ទឹកតែអញ្ចឹងរាល់តែជាតិនឹងនាងហ្នឹងដោយសារបាបកម្មពីជ្រមុជឆ្កែហ្នឹងដែរបានភិក្ខុ7អង្គទូលព្រះអង្គខ្ញុំព្រះអង្គទាំងឡាយជាប់ក្នុងរូងភ្នំមានសេចក្តីលំបាកវេទនាណាព្រះអង្គតើជាកម្មអីដែរទៅព្រះអង្គបានព្រះអង្គសម្ដែងថាមនាលភិក្ខុទាំងឡាយអ្នកទាំងឡាយហ្នឹងកាលដើមឡើយជាកូនរបស់កសិករកងវិលគោមានគ្នា7នាក់តែងទៅខ្វៀលគោជារៀងរាល់ថ្ងៃដាក់ដីស្មៅដីព្រៃកដប់ហ្នឹងជាចំណែក7កន្លែងមួយកន្លែងមួយថ្ងៃហ្នឹងដូចថាច័ន្ទគៀលពុតចឹងខ្វៀលច័ន្ទថ្ងៃឡៃនេះអង្គាទៅព្រៃមួយកដប់នោះពុតទៅមួយកដប់នោះដើម្បីឲ្យស្មៅវាដុះតាន់ដល់7ថ្ងៃវិលជុំមកដល់អាកន្លែងដីដើមដល់ថ្ងៃមួយដេញគោមកវិញឃើញមេទន្សងមួយរត់នាំគ្នាដេញស្ទាក់ដល់ស្ទាក់មិនទាន់ស្ទាក់មិនបានមេទន្សងនោះវារត់ចូលតបោកនោះវាមានរុន7ហើយកុមារ7នាក់ហ្នឹងចាប់មេទន្សងហ្នឹងបានជាប់អត់មានជីកខឹងពេកក៏យកកតិចឈើស្លឹកឈើអីមូញញាត់រុនតបោកហ្នឹងឲ្យចិត្តដើម្បីឲ្យទន្សងហ្នឹងវាគៀងនៅហ្នឹងខឹងពេកជឿអត់បានហ្នឹងហើយថាចាំស្អែកអីចាំមកហ្នឹងចាំរើអីកោះកាយណាដល់ស្អែកមិនត្រូវវេនទៅផ្លាស់ទៅព្រៃឡើងផ្សេងញាតិញោមដល់ទៅព្រៃផ្សេងអត់ដើរផ្លូវហ្នឹងអត់ជួបតបោកហ្នឹងវាផ្លេចទៅមានអីញាតិញោមហើយយាយយើងមិនអញ្ចឹងយាយយើងគ្រាន់តែដើរពីផ្ទះបាយមកមុខហ្នឹងថាចូលផ្ទះបាយអញទៅយកអីសិនគ្រាន់តែចេញដល់មុខចំអញយកអីគេចេះមិញវៃហើយបើមិនជឿសួរយាយបើមិនអញ្ចឹងតាមមួយផ្លែតហ្នឹងផ្លេចបានណាហើយដល់បើគ្នាដើរទៅជួបកន្លែងហ្នឹងវានឹកឃើញណាដល់អត់ដើរអត់ជួបផ្លេចទាំងអស់គ្នាខ្ញុំផ្លេចដូចកលុតផ្លេចមែនណាដល់ផ្លេចទៅ7ថ្ងៃក្រោយញាតិញោមបានទៅខ្វៀលអាដីកន្លែងដែលហ្នឹងបាននឹកឃើញតបោកហ្នឹងអូយើងចុករុនទន្សងអញ្ចឹងទៅដកឆ្នុកមើលដកមកគ្នាវាដាច់បាយដាច់បាយដាច់អាហារដាច់ទឹកទៅគ្នាវាស្គមកំប្រឹងអស់អាលីងកម្លាំងនោះហើយវាជាតិជាសត្វវានៅរស់ដោយសារវាធន់ទឹកបានក្រាន់បើវានៅកម្លាំងតិចវាចេញមកស្គមហើយដើរលេងចង់រួចវារកើមទាំងថាគេវាយលេងរត់ហើយដល់ឃើញស្គមពេកវាថាអត់សាច់ដុតស៊ីអដែលក៏នាំគ្នាថាអាណិតវិញអូយើងនាំគ្នាកុំធ្វើបាបគ្នាអីហើយកុំសម្លាប់កុំអីអញ្ចឹងប្រឡែងគ្នាទៅធ្វើមិនទេវាយើងចុកគ្នាទុកយូរថ្ងៃឥឡូវចិត្តងាប់ហើយអាណិតដោះលែងមេទន្សងនឹងទៅអញ្ចឹងកុមារ7នាក់ហ្នឹងពេលដែលចាស់ទៅអត់បានធ្លាក់នរកទេស្លាប់ទៅដោយសារអត់បានសម្លាប់មេទន្សងហ្នឹងអត់បានធ្លាក់នរកទេតែមកកើតជាមនុស្សជាតិក្រោយមកតែងតែជាប់គាំងក្នុងរូងភ្នំ
ពេលខ្លះអត់ជាប់ពាំងរូងភ្នំតែងតែមានគ្រោះដាច់បាយនឹង7ថ្ងៃនឹងរាល់ជាតិ14ជាតិកន្លងមកហើយតម្រាំជាតិដែលមកជាប់រូងភ្នំមុនថ្ងៃមកព្រះហ្នឹង4ដណ្ដប់ជាតិទាំងជាតិហ្នឹងឯងដែលព្រះអង្គសម្ដែងថាពួកភិក្ខុ7អង្គហ្នឹងដាច់បាយតែចឹងដាច់បាយ7ថ្ងៃចឹងតែញឹកហ្នឹងឯងដាច់តែរាល់តែជាតិហ្នឹងណាដោយសារអីដោយសារកម្មដោយសារធ្វើកម្មជាអកុសលដោយខ្លួនឯងហ្នឹងហៅថាកម្មនិយមកម្មហ្នឹងកាលណាសាងអំពើមិនល្អវាឲ្យផលមកអត់ល្អទេញាតិញោមចឹងហៅថាកម្មនិយមហ្នឹងគឺវាចឹងឯងចឹងវាជាភាពអីជាភាពធម្មតារបស់កម្មខាងអកុសលឯអ្នកធ្វើបុណ្យសុនទានច្រើនតែងតែបានភពប្រសពតកូលល្អស្វាមីប្តីប្រពន្ធល្អកូនចៅល្អទ្រព្យសម្បត្តិមានឬក៏កើតក្នុងទឹកសេរីទឹកវិមានសម្បត្តិសួគ៌ទេវលោកអីព្រោះកម្មខាងកុសលហ្នឹងវាជាកម្មល្អអញ្ចឹងវាមានផលល្អតែអញ្ចឹងឯងជាធម្មជាកម្មនិយមខាងកុសលទី2អីទី2ជាឧតុនិយមអានឹងរៈរេមិនជ្រៅអីទេញាតិញោមគិតមើលយើងតាខែវស្សាបន្តិចវាភ្លៀងដល់តែយើងវាចង់ចេញទៅវត្តមេឃវាភ្លៀងមកអញធុញអ្វីចុះភ្លៀងមិនថ្ងៃណាវាឈប់ភ្លៀងវ៉ៃមិនទេអាអ្នកគ្នាចេញទៅធ្វើការរៀបចេញភ្លៀងចុះមេឃហ្នឹងអត់រើស៊ីអីគិតតែភ្លៀងហ្មងឃើញទេព្រោះអីព្រោះរដូវគ្នាវាត្រូវភ្លៀងឯងយកខឹងអាម៉េចអានឹងវាជាឧតុនិយមខែប្រាំងនាំគ្នាត្អូញណាអូចុះព្រះអាទិត្យនឹងអត់មានធ្វើការអីទេបើថយកម្ដៅតិចទៅថៃមិនក៏ក្តៅខ្លាំងម្ល៉េះឯងខ្ញុំថាមិនថាព្រះអាទិត្យនៅតែក្តៅអដែរព្រោះអីព្រោះវារដូវប្រាំងវាជាឧតុនិយមវាត្រូវតែក្តៅតែអញ្ចឹងពេលណាខ្យល់បក់ខ្លាំងវាល្ងាពេលណាអត់ខ្យល់វាស្អុះវាស្អាតខឹងអាម៉េចវាជាឧតុនិយមនិងវាធម្មតាទៅតាមរដូវកាលតែអញ្ចឹងឯងទី3អី2ជានិយមឯងនាំគ្នាដាំស្វាយក្បែរផ្ទះដល់បេះស្វាយស៊ីចុះស្វាយឲ្យជូរមកហើយចុះបើយើងដាំស្វាយវាមិនឲ្យជូរមិនអញ្ចឹងឲ្យតែយើងដាំអាឡឹកទេអាឡឹកនេះផ្អែមមិនគួរសមពេលយើងដាំស្រូវវាបានស្រូវពេលយើងដាំត្នោតវាបានត្នោតអានឹងវាជាអីវាជាពេជ្រនិយមហើយដល់ពេលឯងវាចង្រៃអីទៅក្តាច់វល់បដូលពេជ្រយកមលិតឲ្យតាំងពូលីចុះលវិញទៅចង្វៃម៉េចលវិញអីចាហើយមិនលវិញយ៉ាងម៉េចបើបដូលពេជ្រពូជវាត្រូវតែលវិញអញ្ចឹងឯងទៅឲ្យបដូលពេជ្ររសជាតិដូចឈើអែមឯណាញាតិញោមវាអត់ទៅរួចណាអញ្ចឹងម្ល៉េះហើយវាជាអីវាជាពេជ្រនិយមអ្វីវាត្រូវប្រព្រឹត្តទៅតាមពូជរបស់វាជាធម្មតាអញ្ចឹងឯងណារបស់ណាជូរក៏វាជូររបស់ណាហិលក៏វាហិលទៅណានឹងជាពេជ្រនិយមទី4ចិត្តនិយមអ្វីដែលវាប្រព្រឹត្តទៅតាមវិរៈគណៈចិត្តរបស់សត្វដុំដួងចិត្តរបស់សត្វនឹងកើតមកវិរៈមកគណៈនឹងជាបច្ច័យកើតហើយរលត់ហើយជាបច្ច័យឲ្យកើតដួងចិត្តថ្មីអានឹងជាចិត្តនិយមអានឹងវាជ្រាលជ្រៅប៉ុន្តែយើងអត់មានពេលអធិប្បាយអាត្មានឹងក៏មិនមែនទៅជ្រាលជ្រៅអភិធម្មអីទេប៉ុន្តែនឹងតើអ្នកសិក្សាច្បាស់តើរៀនអភិធម្មមិនច្បាស់ថាតើដួងចិត្តណាពីប្រមាណធ្វើកិច្ចអីតជាបច្ច័យមិនអានឹងចិត្តនិយមប៉ុន្តែយើងអាចយល់បានសាមញ្ញថាឧទាហរណ៍ដូចជាថាឃើញរូបឬសំឡេងយើងឮសូរឃើញរូបមិនល្អទៅក៏កើតបដិខៈអារម្មណ៍អីចឹងទៅហ្នឹងជាបច្ច័យរបស់ចិត្តណាហ្នឹងបើយើងឃើញអត់មានភ្នែកវាអត់ឃើញរូបអីបើឃើញរូបល្អវាកើតសោមនស្សកើតអារម្មណ៍ពេញចិត្តអីចឹងទៅបើទៅឃើញរូបមិនល្អកើតអារម្មណ៍ទោមនស្សអីចឹងទៅអត់ពេញចិត្តទៅកើតបដិខៈអីកើតថ្នាំងអីចឹងទៅនេះជាបច្ច័យរបស់ចិត្តហ្នឹងវាជាចិត្តនិយមស្ដាប់ធម៌ទៅយល់ធម៌បានច្រើនសំធម៌ស្ដាប់ច្រើនយល់បានច្រើនបើអត់ស្ដាប់ធម៌ទេស្ដាប់គេជេរខឹងច្រើនអីចឹងទៅវាព្រោះចិត្តវាជាធម្មជាតិរបស់នៃការសន្សំតែការសន្សំនឹងហៅជាធម្មជាតិរបស់ចិត្តនឹងវាសន្សំរហូតគឺវាសន្សំគ្រប់រឿងមិនថារឿងល្អរឿងអាក្រក់វាសន្សំគ្រប់តែរឿងហ្នឹងហៅតែចិត្តនិយមទី5ហៅថាធម្មនិយមនឹងវាសំដៅទៅលើសភាវៈធម៌នៃធម្មជាតិទាំងឡាយណាដែលវាពិសេសសម្រាប់បរមពោធិសត្វជាដើមឧទាហរណ៍ដូចជាពេលព្រះអង្គចុះចាប់បដិសន្ធិមានអភិនិហាខ្យល់ត្រជាក់ទុកដល់កំពង់ការឈប់រីកក្នុងសមុទ្រក្នុងអាកាសក្លិនការក្លិនក្រអូបពីដោធ្លាក់ពីឋានសួគ៌ដូរតន្ត្រីសម្លេងរហឹមជាទឹកអីនោះមនុស្សខ្វាក់មើលឃើញខ្វិនដើរបានប្លង់ស្ដាប់ឮក៏និយាយកើតអីនេះវាកើតមានតែវាកើតមានតែពេលព្រះបរមពោធិសត្វប្រសូតទេជាធម្មនិយមតែអញ្ចឹងគ្រប់បរមពោធិសត្វក្នុងបច្ចៈដែលព្រះអង្គត្រូវបានត្រាស់បានធម្មនិយមបែបហ្នឹងវាកើតមានតែពេលដែលពេលផ្សេងទៀតព្រះអង្គកើតក្នុងជាតិផ្សេងនៅជាតិមិនត្រូវបានត្រាស់អត់មានទេធម្មនិយមបែបហ្នឹង
hay thom này diem bao bột bột nó bò rọp men tên miên san sắp nó nhiệt nhôm phần mà chăm ó hay phần ta khác quạt chăm á quạt sốt bọt thom này diem san sắp á tì mùi run chui chiết hộp trong còi ba là mây nom oi đăng pê lê lia trùng dương cắt tây mà ở đây là o chiết đăng luôn cục ria con co miệt đa tì pi bẹp hẹ và lẹ con co xong smart con tho bò bò cai da bò hẹ bay tôi bị con miệt đa chụp tây plư la miệt đa rụng pây ấy nó anh nó cứ chỉ thom này diem bao bồ đi sạt miền đây ta và bồ đi sạt chơi trâu mà chắp cầm na nông miệt đá có phần mai mới pan trăm hai mươi lô cả nát group on tình trạng hay đăng luôn đăng à ram đăng sợi thom mà đà ở bên đâu con co miệt đá bay non từ hàng non miệt đá bay một phù màu hàng tẩy ở đâu con co nó quay mà thị men đôi sạt thom đang quay tầm mau cho cao non ấy tiền nó gì thom mình đi diem bao bồ đi sạt trên bùa ấy nó thom đi diem bao ăn dân mai về từ tục cả cái gia về tra đăng về ban tra hơi ấy nó so từ thom mình đi diem bao bè tầng ở miền tập bè tới ban miền đi diem bài nặng ai dương thom mà đá ót miền tề nó hao tá đi diem tầng sàm sắp rửa hao từ thom mình đi diem sờ rốc từ cái đây mốt cam mình đi diem cứ ở vây đây việc của bật từ tam cam cá chá thứ slap bà ọt miền cá ọt chả tê bà ọt miền chả ọt miền chữ tê hai bà ọt thứ có ọt nghi slap đây anh nhìn nhung ta ọt thì khla ọt thứ ông slap mong men tê con này tha khẩn nặng thư việc khlây mình men ọt thứ thì bị chữ tay bị chữ khlây chữ lươn chữ rồi hả đôi chị tha opat ta vẽ hai anh nâng chữ đây ta còn bị chữ khlây chữ lươn chữ rồi hả đây hát trâu tầm miền chia thị triển này cứ mình nấu tầm miền chữ chẳng hay thom mình chiết bom mình nấu nâng vàng hao không có bây giờ thằng lục bình vô bay chủng nó chứ mình nuôi đã ắt miên chủng ngư sao còn miên tiếp chữ bay giang này chữ chủng ngư bay giang cứ chủng ngư stress chủng ngư liền nâng ngại chủng ngư chữ bọt đây bọt chữ nâng ai mày mình dây thay chữ anh nói này chữ ấy nâng rồi dù ôi lục tê vô anh chữ nô má mình đấy nâng chữ lục tê vô anh chữ cho ngo vậy anh nói chữ nó miên ấy thăm mình chữ anh nói hao chữ ấy chân ọt miên chừng người thôn còn miên chừng người chữ bài thầm mà chuyện đằng này cứ biết trâu tay chữ ai tìm phật tới chỉ vật bao dương đẹp nè cứ việc cung ta đó sẽ cái đây slap mình khan đây còn là du hình cha và du quê như clay tập bản năng nghe